បន្ទប់ទឹកសាធារណៈគឺជាកន្លែងដែលអាចនិយាយបានថាហានិភ័យជាងគេពីព្រោះយើងអត់ដឹងថាតើនរណាខ្លះមានជំងឺអ្វីខ្លះដែលបានប្រើប្រាស់បន្ទប់ទឹករួមជាមួយយើងហើយយើងក៏មិនដឹងថាអ្នកប្រើប្រាស់បន្ទប់ទឹករួមជាមួយយើងនឹងគាត់ថែរក្សាអនាម័យបានល្អឬក៏អត់ដែរទី1បើអាចប្រើប្រាស់បង្គន់អង្គុយចောင်းហោងប្រសើរជាងបង្គន់អង្គុយដោយផ្ទាល់ដោយសារវាអាចជួយបញ្ជាការប៉ះផ្ទាល់នៅចានបង្គន់ដែលជាប្រភពនៃការចម្លងបាក់តេរីនានាប៉ុន្តែបើបង្គន់ចောင်းហោងមិនមានទេយើងអាចប្រើប្រាស់អាល់កុលដើម្បីបាញ់ទៅលើចានបង្គន់រួចដងចាំឲ្យស្ងួតសិនសឹមអង្គុយទី2បើមិនចាំបាច់ទេកុំប្រើប្រដាប់បាញ់ទឹកដែលនៅក្នុងបន្ទប់ទឹកនឹងព្រោះវាក៏មានហានិភ័យដែរដោយសារយើងមិនដឹងថាតើអ្នកចូលមុនយើងនឹងគាត់បានប្រើប្រាស់យ៉ាងម៉េចទេអញ្ចឹងអ្នកគ្រូសូមណែនាំឲ្យប្រើក្រដាសសើមចាអញ្ចឹងចំពោះក្រដាសសើមហ្នឹងទៀតសោតមិនមែនក្រដាសអីឲ្យតែសើមអាចប្រើបានទេណាប្រយ័ត្នមានបញ្ហាវិញអញ្ចឹងយើងត្រូវជ្រើសរើសក្រដាសសើមអនាម័យរបស់ស្ត្រីដែលគ្មានជាតិអាល់កុលនិងឆ្លងកាត់ការត្រួតពិនិត្យដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃនិងមានតុល្យភាព pH អ្នកគ្រូចង់ណែនាំក្រដាសសើមអនាម័យស្ត្រី pH Care ដែលបានធ្វើតេស្តពីអ្នកជំនាញសាស្បែកនិងរោគស្ត្រីដែលមិនមានសារធាតុដែលងាយធ្វើឲ្យស្បែកប្រតិកម្មនិងមានសុវត្ថិភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃនិងងាយស្រួលដាក់តាមខ្លួនក្នុងពេលធ្វើដំណើរឬចូលបន្ទប់ទឹកសាធារណៈជាដើម